ឥឡូវមកក្បាលនឹងអញឲ្យ 50000 ngọt phải mơn ơi mà mơn tiết mau ọt tê anh hiện tại phần nâng tê lớn nâng anh lụa mà chầm nanh ơi lôi mau chạm ăn chạp ơi ơi đi vơi hãy bị chết ta mày bán cho chết khăm mon mẹ anh ọt bán curry mà chân năng là ơi bốc á bốc cùng lụa đông ấy bốc ní một bị mon bị cho xì sơ nâng ná tớ bảo đông bị khăn bốc cùng lụa vì ấy ọt bán ấy con bà tục vía chứ bà chỉ bốc trên trăm mon mình bán lụa tê ôi bốc cùng lụa đông ấy bốc đông ơi ấy chào bờ tơ miến ôm prong mình nèประกอบមុខរបរជាអ្នកលក់សាច់ពិសេសរាល់ថ្ងៃគាត់តែងតែជិះម៉ូតូពីភូមិមួយកាត់ភូមិមួយដើម្បីប្រមូលទិញសត្វសុនក់មកធ្វើជាម្ហូបដើម្បីលក់ប្រចាំថ្ងៃតាសួងមកដល់ទៀតហើយមានបងប្អូនណាចង់លក់អាជើង4ឬអត់លក់យកជាលុយក៏បានដូរជាមួយចានឆ្នាំងក៏បានដែរសពសិនពោអមយ៉ាអាសុយមានអាជើង4លក់អត់មែនតើអាហ្នឹងពូតិនអាម៉ាត់មកក្បាល 50000 ចង់បានលុយក៏បានដូរជាមួយចានឆ្នាំងក៏បានអាណត់យកស្នាំងទេអានយកលុយហើយយកលុយមិនអញអត់មានលុយទេលុយអាស្កូតលុយអីហើយមិននិយាយច្បាស់អានេះឥឡូវមកក្បាលហ្នឹងអញឲ្យ 50000 ngọt phải mơn ơi mà mơn tiết mau ọt tê anh hiện tại phần nâng tê lớn nâng anh lụa mà chầm nanh phải mơn có bán hãy chắp vô luôn anh ơi ní mà cho viên mình chắp mau ôi anh chắp viên mình khăm đây anh hơi vậy lôi mau chạm anh chắp ôi bàn mùi ơi tại mùi đi lụa mạch con tầm một tiệt sân ta xuốngក្រោយពីទិញសត្វសំណក់បានមួយក្បាលរួចហើយគាត់ក៏បានធ្វើដំណើរទៅមុខទៀតវាអញមើលនេះវាខំមន់អស់មួយទៀតហើយជុំអានេះវើយហើយវាចេះតែអាម៉េចបានចូលចិត្តខំមន់ម៉េះអញអត់បានការីមួយឆ្នាំឥឡូវហើយឯងនោះពូសួងតាមិនមកលក់ឲ្យគាត់ហ្មងទៅអីលក់យកលុយចាយហ្មងទៅបើឯងខំតែមន់អញ្ចឹងឈប់ពូឈប់បានមួយទាំងព្រឹកអីតើនេះអាមួយនឹងទើបទិញបានពីអាសូយនៅភូមិខាងក្រោយឲ្យអាម៉េចចង់លក់មួយដែរមែនលក់តើពូនេះអានេះមិនដឹងអាម៉េចវាខំតែមន់ហើយបើទុកវានៅមិនងាប់មន់អស់ហើយអីពូក៏ពុកកុំលក់អាដងអីពុកនេះមកពីមន់វាចូលស៊ីស្រូវនឹងណាទៅបាក់ដងវាខំពុកកុំលក់វាអីអត់បានទេកូនបើទុកវាច្បាស់ជាពុកចិញ្ចឹមមន់មិនបានលក់ទេតោះពូឲ្យប្រមាណលុយ 50000 ក៏បានដែរពូយកទៅអូយពុកកុំលក់អាដងអីពុកអាដងអើយឯឆាប់រត់ទៅរត់តាណារួចហោពូបានហើយចំមានរឿងអីហ្នឹងយាយតយមានត្រូវការលក់ឆ្កែអត់មកតន់មានអ្នកទិញអាណារកស៊ីលក់សត្វចិញ្ចឹមខ្លួនឯងមិនទេកូនអញស្រឡាញ់ស្ទើលេបឲ្យអញលក់អាម៉េចហើយឯងមិនបានជាលក់កូនអញ្ចឹងវាខូចពេកហ្នឹងព្រឹកមិនតាន់ខំមន់អស់មួយបថោឲ្យកូនខំជួយយាមផ្ទះយាមទ្រព្យសម្បត្តិឲ្យគេដល់ពេលធ្វើខុសគេលក់ចោលទៀតបើមានជាតិក្រោយក៏មកកើតនៅជាមួយអាម្ចាស់ចំមសៀតបែបនេះទៀតណាកូនយីតយនេះដៀលឯងតើនេះបានពីឲ្យវើយល្មមមួយឆ្នាំងធំណេះលុយពូទៅហើយណាអាណប់តាស៊ីសាច់ពិសេសមួយចានអីអញអត់មានលុយផងហើយប៉ាវមែនចំវាមិនដែលអញមិនជឿទេថាអញអត់លុយនេះប្រាប់តាមត្រង់ហើយមិនជឿអញមិនដឹងអ្មេចទេឥឡូវដូចលេខដាក់ដល់ឲ្យតែចុងខែដឹងតែដាច់លុយរហូតអត់ដឹងថាខុសខាងណាទេនេះមកវាគ្មានខុសខាងណាទេមកពីឯងចាយលុយមិនចេះគិតនិយាយឲ្យចំទៅចាយលុយភ្លើបានជាវាដាច់លុយនោះ
ប្រហែលចឹងហើយមកបានគ្នាទៅក៏បានដែរអញ្ចឹងនិយាយពីតាសួងវិញបន្ទាប់ពីទិញសំណក់អ្នកភូមិបានរួចមកគាត់ក៏បានចាប់ផ្ដើមបើកតូបលក់សាច់ពិសេសមីស្អីគេនេះឆ្អិននៅយីអានេះវើយឈ្មោះអញមានមិនហៅsorry ចាក់យ៉ាឆ្អិននៅឆ្អិនឯតាបងមកអញ្ចឹងអង្គុយមកអូយអញជ្រេញរឹកណាស់ហើយណែពួកបងកំងប្រមាណចានដែរដាក់មួយចានមកហើយទឹកត្នោតជូរមកផ្តិលមកអូខេពុកពុកតុកទី1ឆ្កែមួយចានទឹកត្នោតជូរមកផ្តិលអាខ្មៅយីមីមួយនេះសងសឹកភ្លាមហ្មងអាកុយនោះឡានអាគេស្អាតដល់អញមិនដឹងទេអញឆ្ងល់ដល់គេរកស៊ីអីគេបានមានលុយទិញឡានជីងអញនេះខំធ្វើការចង់ងាប់ទៅវិញហើយរកតែលុយទិញទូរស័ព្ទ1.5មិនបានផងណែអាកុយហើយចង់បានលុយទិញទូរស័ព្ទអីបាទអ៊ំចង់តាបើចង់បាននាំគ្នាទៅលួចឆ្កែអ្នកភូមិមកអញឲ្យមួយក្បាល 30000 មែនអីអ៊ំមួយក្បាល 30000 មែនអីមែនតើអញទៅខ្លាចអីឲ្យហើយណាឲ្យតែលួចបានតែលួចកុំឲ្យគេដឹងអូខេអ៊ំចាំខ្ញុំពីអ្នកអាណប់ទៅលួចមកឲ្យហេអញអត់ចូលដៃជាមួយទេលួចអីមិនលួចទៅលួចឆ្កែណែត្រឹមតែស៊ីសាច់វាអញចង់ផ្អាកទៅហើយឲ្យទៅលួចអាម៉េចអានេះបបួលរកស៊ីហើយមិនហ៊ានទៀតអត់ទេហើយចង់បានលុយធ្វើតែម្នាក់ឯងទៅអញអត់ចូលរួមជាមួយទេអត់ក៏អត់ទៅអាកុយហើយចាត់ចែងតែម្នាក់ឯងទៅចាំអ៊ំឲ្យលុយអូខេអ៊ំអូខេចាំខ្ញុំលួចមកឲ្យអានេះភ្លើមែនលុយលើគោកឯងមិនព្រមធ្វើនាយកុយក្រោយពីព្រមព្រៀងគ្នាជាមួយតាសួងរួចមកគេក៏បានដើរដាក់ថ្នាំសំណក់នៅក្នុងភូមិរួចហើយក៏បាននាំយកមកលក់ឲ្យតាសួងលុះព្រឹកឡើងអ្នកភូមិក៏បាននាំគ្នាផ្អើលឆោឡោដោយសារតែបាត់សំណក់របស់ពួកគេមិនឃើញនៅចាំផ្ទះដូចសពដងអ្នកមានឃើញអាលោកខ្ញុំមកនឹងអត់ផងណែកូនខ្ញុំមីក្អួយក៏អត់ឃើញធ្លាប់តែព្រលឹមវាព្រោះរកចំណៃដល់ព្រឹកនេះស្ងាត់ឆឹងបាត់ឆ្កែមែនពូមីងហើយមានឃើញអត់ឃើញអីពូបើឆ្កែខ្ញុំបាត់ដែរហ្នឹងហើយសង្ស័យតែពួកអេលៀនវាចុះមកចាប់តែដឹងអេលៀនអីមីងមនុស្សយើងហ្នឹងអញ្ចឹងបានន័យថាភូមិយើងមានចោរលួចឆ្កែហើយមិនអាចដឹងចុះនិយាយមិនដឹងមិនបើផ្ទះខ្ញុំដាក់កាមេរ៉ាតែមើលមុខវាអត់ច្បាស់ទេពូដេតាឆាប់តែប្តឹងប៉ូលីសហ្មងទៅមែនតើមីងហ្នឹងហើយចាំខ្ញុំទៅប្តឹងប៉ូលីសឲ្យស៊ើបមើលថាវាជាស្នាដៃអ្នកណាទៅខ្ញុំទៅហើយណានាយដេតក៏បានធ្វើដំណើរទៅប៉ុស្តិ៍ប៉ូលីសរួចប្រាប់ពីហេតុការណ៍ដែលបានកើតឡើងនាយប់មិញលុះស្អែកឡើងឡាហើយការងារស្រួលបានលុយស្រួលបើដឹងថាស្រួលអញ្ចឹងអញធ្វើយូរហើយយីអាកុយបានលុយពីណាច្រើនម៉ែកូនម៉ែខ្ញុំធ្វើការងារស្រួលម៉ែហេការងារអីគេការងារដើរតាក់ឆ្កែគេមែនអត់ទេចេះតែថាឲ្យម៉ែនេះលុយខ្ញុំជួយលាងចានអ៊ំសួងតើឲ្យតែច្បាស់ហើយឯងទៅលាងចានឲ្យតាសួងប្រយ័ត្នគេចោទណាកូនព្រោះនៅក្នុងភូមិយើងនេះបាត់ឆ្កែអស់ជាច្រើនក្បាលណាអ្នកភូមិកំពុងតែសង្ស័យផ្ទះតាសួងហ្នឹងមានសាច់ពិសេសលក់ឲ្យរត់តែថ្ងៃខ្ញុំអត់ដឹងឯម៉ែខ្ញុំគ្រាន់តែលាងចានឲ្យគាត់តើបើលាងចានមិនអីទេណែដាក់ចំណីឲ្យអាជាតិផងម៉ែទៅក្រោយបន្តិចសារីអាជាតិយកទៅលក់លើហើយខ្វះតែ 50000 ទៀតគ្រប់លុយទិញទូរស័ព្ទល្មមយកអាជាតិទៅលក់ហ្មងនាយកុយក៏បានចាប់សំណក់របស់គេយកទៅលក់ឲ្យតាសួងអ៊ំនេះជួយលួចមកពីណាទៀតហើយលឿនម៉េះហើយឲ្យលួចទាំងថ្ងៃហ្នឹងអត់ខ្លាចទៅតាមតនទេអត់ទេអានេះឆ្កែខ្ញុំតាមានលួចគេណា
ម៉ែនេះជួដៃលួចពេកដល់ថ្នាក់យកឆ្កែខ្លួនឯងមកលក់ទុកនឹងទៅចាំអញឲ្យលុយឈប់អាជើងលួចឆ្កែចឹងតើបានមកយប់អ្នកភូមិរអ៊ូថាបាត់ឆ្កែគ្រប់គ្នាក្មួយពូអត់ដឹងទេអានេះវាជាអ្នកលួចយកមកលក់តើខ្ញុំមានបានលួចណាកុំប្រកែកវីដេអូកាមេរ៉ាថតច្បាស់ណាស់អូនឯងហ្នឹងហើយដើរដាក់ថ្នាំបំពុលឆ្កែរាល់យប់បងខ្ញុំធ្វើតាមអ៊ំសួងទេគាត់ឲ្យខ្ញុំដើរលួចឆ្កែអ្នកភូមិយកមកលក់ឲ្យគាត់កុំជឿវាលោកប៉ូលីសវាកុហកទេខ្ញុំអត់បានឲ្យវាដើរលួចទេលោកប៉ូលីសពូខ្ញុំមានសាក្សីផុសតាំងត្រឹមត្រូវណានេះឆ្កែរបស់គេខំចិញ្ចឹមគេស្រឡាញ់ទុកដូចជាកូនបង្កើតឯពូវិញជួលក្មេងឲ្យទៅដើរលួចរបស់គេហើយយកមកធ្វើម្ហូបលក់មុខរបរអស់នឹងបាបណាស់ពូចុះឥឡូវលោកប៉ូលីសប្រុងធ្វើយ៉ាងម៉េចពូហើយនឹងអូនមកតាមខ្ញុំដើម្បីដោះស្រាយជាមួយម្ចាស់ឆ្កែបើពួកគាត់ព្រមសម្រួលពូនឹងអូននឹងរួចខ្លួនមកដើរមកបន្ទាប់ពីត្រូវបានប៉ូលីសនាំយកទៅអប់រំណែនាំតាសួងក៏បានឈប់ប្រកបរបរលក់សាច់ពិសេសហើយគាត់ក៏បានធ្លាក់ខ្លួនឈឺធ្ងន់ស្រែកព្រោះលើក្រែដោយសំឡេងសត្វសំណក់ពោពេញដោយក្តីឈឺចាប់ខ្ញុំធ្វើមិនដឹងយាយសំខាន់ណាស់ដាក់ឈ្មោះបែបថៃវាប្លែកណាស់យាយហើយបើប្លែកទុកច្រាស់ច្រំខ្លួនឯងទៅអញមិនទិញទេអូនចូលបន្ទប់ទឹកម្ដងគិតប៉ុន្មានលុយយាយឈឺពោះណាស់ចូលបត់ជើងតូចឬក៏បត់ជើងធំយីអានេះវើយមើលវាសួរគឺជូរអាចនឹងណាជូរអាចបែបថៃឬក៏បែបខ្មែរយាយយីវ៉ៃហើយវាមិនដែលទេគ្រាន់តែជូរអាចសោះមានបែបខ្មែរបែបថៃទៀតមានលោកយាយម្នាក់ឈ្មោះថាយាយតយគាត់ជាកមុំចាស់ម្នាក់រស់នៅក្នុងភូមិសពថ្ងៃគាត់រស់នៅតែម្នាក់ឯងដោយសារតែម្ដាយឪពុករបស់គាត់បានស្លាប់ចោលគាត់តាំងពីលោកយាយនៅក្មេងម្ល៉េះលោកយាយនៅ single រហូតមកដល់សពថ្ងៃនេះក៏ព្រោះតែលោកយាយមិនទាន់រកឃើញបរិសុទ្ធដែលនៅក្នុងក្តីស្រមៃឃើញឡើយអ្នកអើយទំនេរអត់តោះទៅមើលស្រែជាមួយខ្ញុំលោកបងខ្ញុំដូចជាអត់ទំនេរទេហើយបើទំនេរក៏ខ្ញុំមិនទៅជាមួយលោកបងដែរហើយអាម៉េចបានជាមិនទៅជាមួយខ្ញុំអ្នកខ្លាចខ្ញុំរឿងអីមែនទេហើយគិតមើលទៅខ្ញុំនៅក្រមុំចាស់ហើយឲ្យទៅស្រែជាមួយលោកបងអាម៉េចបើលោកបងគិតអាក្រក់ចាប់រំលោភខ្ញុំទៅមិនខូចក្រមុំខ្ញុំអស់ទៅហើយយីអីក៏ម្លេះយាយគិតបានវែងឆ្ងាយម៉េះឥឡូវមិនមកកុំនៅក្រមុំយូរពេកមកសេរីយកខ្ញុំហ្មងទៅខ្ញុំមកសុកចិត្តលេងប្រពន្ធខ្ញុំចោលអត់កើតទេខ្ញុំមកសុកចិត្តស្លាប់ក៏មិនយកប្តីគេដែរយ៉ាប់ហ្មងអាក្រន់តែនិយាយលេងសោះក៏គិតធ្វើដូចមែនតែអញ្ចឹងយាយហើយក៏រោគចិត្តម្លេះឥឡូវបើមិនទៅហើយទៅខ្ញុំទៅហើយអូយតានេះឡប់អាម៉េចចេះសុកមកបបួលគេទៅស្រែតែ2នាក់បែបគិតប្រងធ្វើស៊ីឯងទៅដឹងយាយខ្ញុំមកសុំលុយ500មកយាយយកទៅទិញការ៉េមហូបអាតេវហើយម៉ែឪហើយមិនសុំមកសុំយាយវិញម៉ែហើយឪគាត់ពងឆ្លោះគ្នាណាយាយខ្ញុំអត់ហ៊ានសុំទេហើយចាំយាយទិញឲ្យណាការ៉េមបែបថៃការ៉េមបែបថៃមកដល់ហើយបាទអូនឈប់សិនមើលមិញដូចជាលឺស្អីទេការ៉េមបែបអីទេអូនការ៉េមបែបថៃណាយាយរសជាតិបែបថៃឆ្ងាញ់តែចាក់ចិត្តបែបថៃហើយអូនឯងខ្មែរតើអីបាទយាយខ្ញុំមកខ្មែរតើយីអាលបលយោនេះបើឯងខ្មែរទេអាមិនទៅលក់ការ៉េមបែបថៃទៅវិញការ៉េមបែបខ្មែរឲ្យលក់មិនកើតមែនណាអាពងក្តោអូយយាយ
បើដាក់បែបខ្មែរស្ដាប់ទៅដូចធម្មតាមិនទេតែបើដាក់បែបថៃមានអារម្មណ៍ថាប្លែកបើគិតថាប្លែកទុកស៊ីតែឯងទៅអញមិនទិញទេអញ្ចឹងហេយាយឥឡូវបែបខ្មែរហ្មងទៅចាំខ្ញុំដកផ្លាកបែបថៃចេញវិញបើបែបខ្មែរមិនអញទិញយីអានេះអីក៏ម៉េះហ៎ការ៉េមបែបខ្មែរការ៉េមបែបខ្មែរមកដល់ហើយបាទណែអាចៅអានៅចាំផ្ទះយាយមួយផ្លែតណាយាយរកទៅផ្សារទិញម្ហូបបន្តិចបាទយាយកុំទៅយូរពេកណាខ្ញុំប្រញាប់ដាក់បាយឲ្យឆ្មាស៊ីផងយាយទៅទិញត្រីអាំងមកគូទេចាំយាយចែកត្រីអាំងឲ្យឆ្មាចៅឯងស៊ីដែរណាយាយតយក៏បានដើរទៅផ្សារបាត់ទៅត្រីអើយត្រីអាំងបែបថៃតូបនាងខ្ញុំមានលក់ត្រីអាំងបែបថៃបុកល្ហុងបែបថៃសាច់អាំងបែបថៃនិងទឹកអំពៅបែបថៃណាចាយីហើយស្អីគេហាងហងឯងហ្នឹងអត់មានលក់របស់ខ្មែរទេអីបានលឺសុទ្ធតែបែបថៃអញ្ចឹងអូយាយរបស់ខ្មែរមានតែស្អែកថ្ងៃនេះមានតែបែបថៃទេយាយទិញរអត់ហើយអាបែបថៃហ្នឹងវាអាម៉េចបានមួយដូចត្រង់ឃ្លានម៉េះហូយយាយបែបថៃហ្នឹងមានអាម៉េចវាដូចតែបែបខ្មែរដែរហ្នឹងហើយចុះបើដូចតែគ្នាមិនប្រកាច់ដាក់បែបខ្មែរទៅដាក់បែបថៃស្អីយ៉ាប់មែនវើយពួកអស់នេះម្ហូបខ្មែរឆ្ងាញ់មកកកវាលក់មិនកើតទៅនាំគ្នាលក់អាបែបថៃណាឆ្កុយមើលអញសួរដូចឆោតនៅថៃគេមានលក់ត្រីអាំងបែបខ្មែរវិញដែរអត់ខ្ញុំធ្វើមិនដឹងយាយសំខាន់ណាស់ដាក់ឈ្មោះបែបថៃវាប្លែកណាស់យាយហើយបើប្លែកទុកច្រាស់ច្រំខ្លួនឯងទៅអញមិនទិញទេអញសុកចិត្តទិញមេយកមកឆុងស៊ីវិញឈប់សិនមើលលោកយាយកុំតន់ងោមើលឥឡូវជួយទិញត្រីអាំងខ្ញុំខ្លះទៅណាព្រោះមួយព្រឹកនេះខ្ញុំលក់អត់ដាច់សោះយាយអញមិនទិញចង់ឲ្យអញទិញតតែលក់ត្រីអាំងបែបខ្មែរបានអញទិញហូយយាយអូខេយាយចាំខ្ញុំដកពាក្យបែបថៃនឹងចេញហើយដាក់ត្រីអាំងបែបខ្មែរវិញណាយាយឲ្យវាចឹងឡើងខ្វះអីម្ហូបខ្មែរមកកកូកមិនលក់មកអាក្រន់តែត្រីអាំងសោះវាយសុទ្ធតែបែបថៃចាយាយឥឡូវយាយយកមកដែរយាយឥឡូវជួយខ្ចប់ត្រីអាំងបែបខ្មែរ2មកណាហើយកុំភ្លេចរើអសនឹងចេញផងតែស្អែកអញមកឃើញទៀតអញឈប់ទិញមកយោវើយប្រាប់ឲ្យហើយមីការ៉ុតហូយយាយខ្ញុំដឹងហើយបន្ទាប់ពីទិញត្រីអាំងរួចហើយលោកយាយក៏បន្តដំណើរទៅផ្ទះវិញពេលកំពុងដើរស្រាប់តែអាយយឲ្យចុកពោះណាស់វើយអូយទ្រាំអត់បានទេអូនចូលបន្ទប់ទឹកម្ដងគិតប៉ុន្មានលុយយាយឈឺពោះណាស់ចូលបត់ជើងតូចឬក៏បត់ជើងធំយីអានេះវើយមើលវាសួរគឺជូអាចនឹងណាជូអាចបែបថៃឬក៏បែបខ្មែរយាយយីវ៉ៃឲ្យវាមិនដែលទេគ្រាន់តែជូអាចសោះមានបែបខ្មែរបែបថៃទៀតអូទៅអាប់ដេតម្សិលមិញហ្នឹងណាយាយឥឡូវសម្រាប់ថាចូលមួយណាហើយអានេះវើយអញយកបែបខ្មែរខាងស្ដាំយាយហូយអាសាមនេះឯងកំពុងតែឈឺពោះផងវានៅសួរច្រើនទៀតចាប់ហ្មងអត់មើលគេបិទស្លាកទេអីមួយសន្ទុះក្រោយមកមិនហើយយាយស្រួលខ្លួនអត់ពួងក្តោគ្រាន់តែបង្គន់បត់ជើងសោះចាំបាច់វាយផ្លាកបែបខ្មែរបែបថៃដែរយាយខ្ញុំមកឃើញឥឡូវគេលក់ត្រីអាំងបែបថៃបុកល្ហុងបែបថៃស្អីគេមួយទៀតមុខកថាអីគេបែបថៃនោះឃើញគេលក់ឡើងប្រងព្រាតដល់អញ្ចឹងខ្ញុំក៏គិតថាបង្កើតបង្គន់ជូអាចបែបថៃមួយទៅក្រែងលោនអ្នកដែលហូបរបស់បែបថៃហ្នឹងក៏ត្រូវការចូលណាយាយហើយអញសុំខ្លាចដៃហ្មងអាយូទៅដូចយ៉ាប់ម៉េះរបស់ខ្មែរមកកកអត់ប្រឹងនាំគ្នាប្រម៉ូទទៅប្រម៉ូទរបស់គេវាលុយត្រង់បង្គន់ជូអាចបែបថៃទៀតនេះយាយសុំខ្លាចអាចៅឯងហ្មងចេះរត់នឹកឃើញកំណត់ឈួតអស់ហ្នឹងមកដឹងអីយាយបើខ្ញុំតាមគេតាមឯងដែរហ្នឹងហើយចុះបើដាក់បែបខ្មែរសុទ្ធទៅវាថៃវាប្រកាច់ងាប់មែន
អូយយាយចាំខ្ញុំដកចេញវិញដោយសារតែខ្ញុំអត់ដឹងនឹងណាគិតថាដាក់ទៅមានគេចូលច្រើនតែមានណាអត់មានសំបីតែមួយម៉ួយហើយយ៉ាប់មែនអាចៅនេះអើមើលសារ៉េដកចេញទៅដាក់អ្វីដែលជារបស់ខ្មែរទៅណាយាយទៅសិនហើយលោកយាយក៏បន្តដំណើរទៅផ្ទះវិញអូយយាយថាទៅតែមួយផ្លែតតែនេះទៅជាង2ម៉ោងហើយណាយាយសុំទោសណាចៅឥឡូវអញទៅផ្ទះវិញចុះណាយាយអរគុណហើយណាបាទយាយលុះស្អែកឡើងក៏មានស្រីស្អាតម្នាក់ដើរលក់កង្កែបបោកកង្កែបបោកអើយកង្កែបបោកកង្កែបបោកបែបខ្មែរមានបងប្អូនណាត្រូវការកង្កែបបោកបែបខ្មែរទេអេមីនាងឲ្យមើលចូលមកនេះសិនមើលលោកយាយជួយទិញកង្កែបបោកខ្ញុំមួយទៅណាកង្កែបបោកខ្ញុំផ្សំគ្រឿងរបស់ខ្មែរយើងមានរសជាតិឈ្ងុយឆ្ងាញ់ណាស់យាយអាមីនាងនេះម្សិលមិញដូចជាឃើញលក់ត្រីអាំងបែបថៃហើយឥឡូវមកលក់កង្កែបបោកវិញចាយាយនេះជាកង្កែបបោកបែបខ្មែរណាយាយនេះដោយសារតែលោកយាយបានជួយប្រាប់ខ្ញុំកាលពីម្សិលមិញកុំអីខ្ញុំមិនដឹងទេថាម្ហូបណាជារបស់ខ្មែរនោះឲ្យវាចាំងឡើងកុំអារបៀបស្អីបន្តិចបែបថៃស្អីបន្តិចបែបគេហើយអាពេលខ្លះកូនខ្លួនឯងស្អាតក៏ថាបែបគេហើយបើគ្រាន់តែថាស្អាតបែបខ្មែរទៅវាប្រកាច់ងាប់មែនអើយល្អណាស់មីនាងដែលស្ដាប់តាមយាយខ្វះអីមុខម្ហូបខ្មែរយើងឲ្យតែប្រកែច្នៃមិនខ្វះទេអ្នកទិញណាចាយាយអញ្ចឹងយាយទិញប៉ុន្មានដែរឥឡូវយាយសុំមកយកទាំងអស់តែម្ដងយាយឲ្យតែរបស់ខ្មែរយាយចូលចិត្តណាអរគុណណាស់លោកយាយតែប៉ុណ្ណេះខ្ញុំនឹងធ្វើម្ហូបបែបខ្មែរលក់ឲ្យច្រើនហើយណាយាយកង្កែបបោកអើយកង្កែបបោកបែបខ្មែរមានបងប្អូនណាត្រូវការកង្កែបបោកបែបខ្មែរទេ